ប៉ុន្តែក៏មានបញ្ហាមួយចំនួននៅក្នុងចំណោមហ្នឹងក៏យើងអាចដោះស្រាយបញ្ហានៅថ្នាក់មូលដ្ឋានបានដែរឲ្យតែយើងមានមេឃុំមួយដែលមានភាពស្មោះត្រង់ដែលមានស្មារតីក្នុងការទទួលខុសត្រូវបំរើប្រជាពលរដ្ឋនៅក្នុងនាមជាអ្នកបំរើពេលហ្នឹងគឺយើងអាចដោះស្រាយចេញបានដែរណាបញ្ហាមួយចំនួនដែលយើងអាចដោះស្រាយបានដូចជាបញ្ហាសេវាកម្មការបំរើសេវាកម្មរដ្ឋបាលសម្បត្តិកំណើតណាបញ្ហារើសអើងនៅក្នុងឃុំការបំរើប្រជាពលរដ្ឋយឺតយ៉ាវបញ្ហាពុករលួយទៅលើការធ្វើឯកសារការធ្វើសម្បត្តិកំណើតការធ្វើសម្បត្តិដីជួបបញ្ហាប្រឈមបញ្ហាពិនិត្យសុខភាពនៅមណ្ឌលសុខភាពបញ្ហាកូនក្មេងណាដែលធំឡើងត្រូវចូលសាលារៀនអត់មានឱកាសចូលរួមនៅក្នុងសាលារៀនហើយអត់ចប់បឋមអត់មានឱកាសចូលរៀននៅអនុវិទ្យាល័យវិទ្យាល័យបញ្ហាក្មេងទំនើងក៏ជាបញ្ហាដែលកំពុងតែក្តៅកគុកនៅក្នុងតំបន់របស់បងប្អូនភូមិសាស្ត្របងប្អូនបញ្ហាគ្រឿងញៀនដែលជាក្តីបារម្ភរបស់អាណាព្យាបាលគ្រប់រូបនៅក្នុងភូមិឃុំនៅក្នុងតំបន់របស់បងប្អូនសុទ្ធតែជាបញ្ហាដែលយើងត្រូវដោះស្រាយបញ្ហាបងធំបងតូចបញ្ហាអនាធិបតេយ្យផ្សេងសុទ្ធតែជារឿងដោះស្រាយសម្រាប់យើងទាំងអស់អញ្ចឹងបញ្ហាទាំងអស់ហ្នឹងវានឹងបញ្ចប់បញ្ហាការបម្រើសេវាកម្មយឺតយ៉ាវនឹងត្រូវបញ្ចប់នៅពេលដែលគណៈបកកម្លាំងជាតិខ្លាយទៅជាមេឃុំនៅឆ្នាំ2027បញ្ហាអំពើពុករលួយបញ្ហារើសអើងបញ្ហាក្មេងបោះបង់ចោលសាលាបញ្ហាគ្រឿងញៀនបញ្ហាលបែងស៊ីសងបងធំបងតូចនឹងត្រូវបញ្ចប់នៅពេលដែលមេឃុំគណៈបកកម្លាំងជាតិកាន់តំណែងឆ្នាំ2027